Ba bố này cái chiều video blog để chúng tôiធ្វើដំណើរទៅកោះជេបជូរទៅលើកពានហើយនឹងទៅរៀនសូត្របន្ថែមពីប៉ុណ្ណឹង cryptocurrency បាទអញ្ចឹងការរៀនហ្នឹងគឺយើងរៀនជាមួយនឹង CEO ស្នាក់នាំទទួលបានចំណេះដឹងថ្មីច្រើនកាន់តែទូលំទូលាយនៅពេលដែលយើងបានជួប trader ផ្សេងៗជុំវិញពិភពលោកតែពិតទៅសារមានភារកិច្ចផ្ទាល់ខ្លួននេះច្រើនបានខ្ញុំបានទៅប្រទេសផ្សេងៗទៀតណាទីទៀតគេជើញទៅឌូបៃតែបានទៅទេហើយសូម្បីទៅកោះបាលីក៏មុនកម្មវិធីផ្សេងៗទៀតបាទកម្មវិធីប្រកួតឡានបណ្ដឹងឡានទាំងអីទៅគេ invite ទាំងអស់គ្នាទៅទេដោយសារយើងមានការងារធ្វើរវល់ពេកបាទហ្នឹងហើយហើយនេះគឺយើងមើលទស្សនវិជ្ជានៅប្រទេសកូរ៉េបាទយើងឃើញថាមានការវិវត្តខ្លាំងទៅលើវិស័យកសិកម្មគ្រប់កន្លែងស្ថិតតែមានការដាំនៅក្នុងតង់បាទមកដល់ជាយក្រុងបាទចូលមកដល់តំបន់ឆ្នេរសមុទ្របាទទៅដល់យើងគេស្វាគមន៍អាហារពេលល្ងាចយ៉ាងឆ្ងាញ់និយាយទៅ buffet ព្រឹក buffet ល្ងាចរហូតបាទនិយាយទៅក្នុងវីដេអូនេះគឺខ្ញុំបែបសង្ខេបទេបងប្អូនមកតាមថតពេញលេញមកហូបអូចម្រុះប្រភេទមកបាទនេះគឺព្រឹកឡើងគឺយើងរៀនបាទព្រឹករៀនល្ងាចដើរព្រឹករៀនល្ងាចដើរបាទមួយកណាត់ថ្ងៃរៀនមួយកណាត់ថ្ងៃដើរនេះគឺជាអាហារដែលខ្ញុំចូលចិត្តបាទគឺរបស់ឆៅនិយាយទៅដោយសារយើងនៅសន្តាគារកាយ5ម្ហូបសិនលំដាប់កាយ5ហើយយើងអត់ភ័យខ្លាចញ៉ាំរបស់ឆៅទេតែបើសិនជាយើងញ៉ាំនៅខាងក្រៅខ្ញុំអត់សូវហ៊ានទេខ្ញុំស្ងៀមទៅនៅក្នុងប្រទេសយើងបាទហាឆៅគឺយើងញ៉ាំប្រយ័ត្នខ្លាំងអូខេនេះគឺយើងក៏ដើរលេងបាទនៅតាមទីប្រជុំជនបាទទៅកន្លែងថតរូបយើងថតរូបស្អាតៗបាទតែឥឡូវទៅជាជនជាប្រពៃណីរបស់កូរ៉េឆ្លៀតសម្ដែងធ្វើដូចខ្លួនឯងចេះបាទអត់ចេះទេបាទគាត់ធ្វើតាមវីដេអូទេបាទនេះគឺជាកន្លែងវត្តសាសមិញហ្នឹងបានចេញផុតហើយយើងដើរមើលទីក្រុងគេម្ដងបាទវាមិនជាទីក្រុងធំទេក៏ទីក្រុងតូចមួយនៅលើកោះខៀជូបាទនេះគឺជាទស្សនវិជ្ជានៅក្នុងផ្សារយើងឃើញមានអ្នកលក់ក្រូចអ្នកលក់អីផ្សេងក៏រស់រាយហើយច្រើនក៏កាន់ចានអ្នកមួយនេះក៏ចាំឲ្យយើងភ្លក់បាទហើយខ្ញុំអត់ហ៊ានភ្លក់ទេខ្ញុំក្រែងចិត្តគេតែខ្ញុំភ្លក់គឺខ្ញុំទិញហើយបាទហើយទិញហូបវាមិនអស់ទេតឹងពោះចង់បែកហើយហូបនៅថាគៀបកាយ5ហ្នឹងម្ដងគឺមានផ្លែឈើក៏មានផ្អែមក៏មានទឹកផ្លែឈើក៏មាននិយាយថាបបោហៀអញ្ចឹងអន់ចង់ឲ្យដឹងទិញយកធ្វើអីទៀតទេបាទហើយនេះគឺជារូបសំណាកគេបាទឃើញសបោរូបសំណាកហ្នឹងមានតូចមានធំបាទនេះទឹកពីតណ្ដងផ្លូវមកឲ្យកយគុណបានអាគារធំគួរសមបាទហើយនេះគឺជាពេលយប់ខ្ញុំទៅហូបសាច់អាំងហើយសាច់អាំងគេទាំងគីឡូមកបាទហើយនេះគឺយើងឆ្លៀត trade បាន$800ដែរយប់ហ្នឹងបាទព្រឹកឡើងថ្ងៃថ្មីទៀតបាទទៅរៀនទៀតបាទហើយខ្ញុំបានថតរហូតទេខ្ញុំកាត់ហើយនៅក្នុងថាគីកាយ5នេះមានស្អីគ្រប់សពបែបយ៉ាងកន្លែងហាត់ប្រាណកន្លែងងូតទឹកក្តៅទឹកត្រជាក់ស្អីគ្រប់សពបែបយ៉ាងអីក៏មានដែរបាទអានេះគឺយើងស្លៀកពាក់ឯកឋានស្លៀកពាក់បែបខ្មែរមិនឯកឋាននោះបាទគឺខ្ញុំតែប្រម៉ូទចឹងរាល់ពេលខ្ញុំទៅគឺខ្ញុំផ្សព្វផ្សាយទៅលើផ្ទាំងផ្សព្វផ្សាយរបស់គេហ្នឹងគេមានសញ្ញាមានអីក៏ខ្ញុំអត់សញ្ញាទេខ្ញុំដាក់ឈ្មោះ Cambodia ហ្មងក៏ប៉ុន្តែជនជាតិផ្សេងគឺគេអត់សូវស្គាល់ស្រុកខ្មែរទេបាទនៅពេលយើងប្រាប់ថាយើង Cambodian គេអត់ដឹងថា Cambodian នឹងណាទៅប្រទេសថា between វៀតណាមនិងថៃគឺគេស្គាល់បាទនេះគឺជាពេលដែលយើងលើកពានហើយ